បាទសួស្តីអ្នកនរគ្នាឥឡូវនេះយើងចូលទៅដល់វីដេអូបន្ទាប់តើតើជាមួយនឹងការគូររូបឬក៏គូ 3D model ឬក៏គូ pad នៅក្នុង Fusion Berry Hawk ដែលយើងនឹងគូចាប់ពី exercise 1ដល់ exercise ទី200អញ្ចឹងក្នុងនេះខ្ញុំមូលទៅកាន់ exercise ទី6ដែលពីសប្តាហ៍មុនគឺយើងបានបញ្ចប់នៅ exercise ទី5ហើយយើងចូលទៅដល់ exercise ទី6វិញម្ដងអញ្ចឹងនៅក្នុង exercise ទី6គឺយើងមានរូបបែបនេះវាមានជាទម្រង់រូបអក្សរ M បែបនេះចឹងកន្លែងនេះយើងត្រូវចេះមើល drawing ហើយនៅក្នុងការគូយើងត្រូវមើលអំពីទំហំកម្ពស់ប្រវែងរបស់វាហើយនឹងຂ្នាត size ដែលគេផ្ដល់ឲ្យគេមើលពីលើមកនេះគឺមើលពីលើអញ្ចឹងកម្រាស់របស់វាគឺ10កម្រាស់10កម្ពស់របស់វាគឺ30ប្រវែងបដារបស់វានេះគឺប្រហែលគឺ30 60មក10ទៅ70អញ្ចឹងຂ្នាតរបស់វាគឺຂ្នាត30 60ហើយនឹងកម្រាស់របស់វាគឺ10អូខេអញ្ចឹងនៅក្នុងហ្នឹងគឺយើងនឹងចាប់ផ្ដើមគូយើងចាប់ផ្ដើមគូចេញពីកម្មវិធីរបស់យើងចូលទៅក្នុង Fusion Berry Hawk ដែលនេះ exercise ចាស់ៗយើងចូល new បាទអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំ save វាមកខ្ញុំដាក់ exercise 06 exercise 06ដែលក្នុងនេះវាមាន exercise 0ម៉ាន0ម៉ាន04 05អីទៅអញ្ចឹងនេះអត់មានដកទេគឺ exercise 06អញ្ចឹងយើងកុំឲ្យខាត់ពេកយើងចូល default បច្ចេកទេសយើង save វាទៅតមកទៀតខ្ញុំយើងមើល view របស់វាគឺ view ពីមុខគឺ view បែបនេះ front អញ្ចឹងមើលពីមុខគឺមើលបែបនេះអូខេអញ្ចឹងខ្ញុំយក view front ដែរធម្មតាយើងយក front យើងយកប្លង់ front គឺមើលឃើញបែបនេះអូខេតមកទៀតយើងត្រូវចេះមើលຂ្នាតរបស់វាគឺយើងមើលទៅលើប្លង់30យើងចេញពី30 60 30 60សំដៅ30 70ណាអញ្ចឹងកន្លែងនេះយើងអាចយកចំណុចកដាលកន្លែងណាមួយដើម្បីជាគោលអូខេកដាលជាគោលអញ្ចឹងទៅណាអញ្ចឹងយើងអាចគិត30 70អូខេអញ្ចឹងក្នុងនេះខ្ញុំចាប់ផ្ដើមបង្កើតនៅ sketch ថ្មីបន្ទាប់មកខ្ញុំចាប់ផ្ដើមចូលទៅគូ rectangle សិនអូខេអញ្ចឹងខ្ញុំយកចំណុចកណ្ដាលនៅកន្លែងនេះអញ្ចឹងຂະຫນាតរបស់ខ្ញុំគឺ30 70អញ្ចឹងខ្ញុំវាយលេខ30 70អូខេអញ្ចឹង enter មកអញ្ចឹង sketch របស់យើងគឺយើងមើលពីមុខគឺຂະຫນាត30ហើយនិងຂະຫນាត70បន្ទាប់មកទៀតនៅក្នុងកន្លែងហ្នឹងគឺយើងត្រូវគូរាងវាសិនគូរាងវាអញ្ចឹងនៅក្នុងនេះវារាងរបស់វាជាអក្សរ M ប៉ុន្តែយើងត្រូវមើលតើយើងគួរចាក់ຂະຫນាតវាពីត្រឹមណាដល់ត្រឹមណាសម្រាប់ຂະຫນាតរបស់វាអ្នកគ្នាមើលសម្រាប់ຂະຫນាតរបស់វាគឺនៅកន្លែងកលៈអក្សរ M នេះកម្ពស់របស់វាគឺ10ចេញពីបាតទៅដល់10អូខេ10តោះនេះតមកទៀតទៅតឹងវា10ដែរអញ្ចឹងមានថា10ហើយចំណុចដែលត្រូវកាត់ຂະຫນាតវាកន្លែងនេះគឺ10 15គឺ25អូខេ10 15 25អញ្ចឹងក្នុងនឹងខ្ញុំចាប់ផ្ដើមគូសចំណុចចេញពីខាងក្រោមនេះ10ឡើងទៅលើ10ដើម្បីភ្ជាប់មកកាន់25វិញអញ្ចឹងកន្លែងហ្នឹង easy ទេគឺអត់ពិបាកទេអញ្ចឹងយើងត្រូវគូសចេញពីកន្លែងនេះចេញមកខាងនេះ10យើងគូសបន្ទាត់ឡាញ10យើងវាយមក10អញ្ចឹងបន្តមកទៀតយើងឡើងទៅលើ10ដើម្បីយកចំណុចដែលត្រូវគូសវះវា10ដែរនេះអូខេបន្តមកទៀតខ្ញុំត្រូវចេញពីកន្លែងហ្នឹងទៅដល់នេះគឺ25អញ្ចឹងបូក15ទៀតមកយើងដឹងកន្លែងនេះយើងត្រូវគូសភ្ជាប់15អូខេ15គឺនៅកន្លែងហ្នឹងអញ្ចឹងតោះមកយើងគូសភ្ជាប់ពីកន្លែងនេះមកកាន់15បាទអញ្ចឹងសរុបមកគឺយើងបានមុំរៀងត្រីកោណយើងរៀនបន្លោះរៀងត្រីកោណបែបនេះអញ្ចឹងដើម្បីអាច flip វាទៅកាន់មួយជាទៀតបានស្រួលទេគឺយើងគូសបន្ទាត់បញ្ឈរមួយមកយើងអាចគូសបន្ទាត់គោលមួយមកយើងអាចយកវាជាបែបនេះតមកខ្ញុំចាប់ផ្ដើម mirror មានន័យថាយើងបង្កើតនៅ object ឬក៏ sketch ឬក៏រូបរាងមួយនឹងទៀតដោយយោងទៅតាមបន្ទាត់ឆ្លុះអញ្ចឹងខ្ញុំ select លើនេះតមកខ្ញុំយក mirror
mirror វាឲ្យ select ទៅលើបន្ទាត់ដោយធ្វើ mirror អូខេបន្ទាត់ដោយធ្វើ mirror នេះអញ្ចឹងនៅពេលដែលវា mirror គឺយើងទទួលបានរូបរាងដូចអ្វីដែលយើងចង់គូសជាមួយនេះគូសអូខេគូសយើងបានអក្សរ M បន្តមកទៀតយើងត្រូវគូសនៅខាងផ្នែកខាងលើនេះគឺចំណុចចេញពីចំណុចកណ្ដាលនេះគឺ10អញ្ចឹងមានថាកណ្ដាលនេះគឺចំណុចកណ្ដាលអញ្ចឹង10ចេញពីសងខាង5ប៉ុន្តែពីលើមកគឺ10យើងមើលកន្លែងហ្នឹងពីលើមក10អញ្ចឹងយើងគូសចេញពីសងខាងនេះទៅ5ប៉ុន្តែពីលើមក10អញ្ចឹងយើងគូសពីលើមក10ទៅហើយពីលើមក10បាទកន្លែងនេះតមកទៀតយើងគូសចេញទៅខាងនេះ5គូសចេញទៅខាងនេះ5បែបនេះហើយយើងគូសចេញទៅលើអូខេទៅលើបែបនេះអញ្ចឹងសរុបមកគឺយើងបាននេះ10ឃើញទេបាទអញ្ចឹងយើងបានរូបរាងដូចអ្វីដែលយើងចង់បានអញ្ចឹងយើងចាប់ផ្ដើមចាក់កម្រាស់គឺយើង select នៅលើរូបរាងរបស់យើង select មកគឺ select នៅលើរូបរាងហ្នឹងបន្តមកយើងចុចអក្សរ E ឬក៏ extrude ចុចអក្សរ E ក៏បានឬចុច extrude នេះក៏បានដែរអញ្ចឹងកម្រាស់របស់វាគឺយើងមើលកន្លែងនេះកម្រាស់របស់វាគឺកម្រាស់10នេះចឹង10ចឹងយើង extrude 10មកបាទ enter មកអញ្ចឹងលទ្ធផលសម្រេចគឺយើងទទួលបាន model មួយឬក៏ part 3D model មួយដែលមានរូបរាងដូចទៅនឹងគំរូដែលគេផ្ដល់ឲ្យនៅក្នុង exercise ទី6បាទអញ្ចឹងក្នុងនោះវាអត់មានអីពិបាកទេយើងគូបែបហ្នឹងមកអានេះសម្រាប់បងប្អូនដែលទៅរៀនគូណាបាទទៅរៀនគូគឺយើងអាចមើលបានតែសម្រាប់អ្នកដែលគាត់ចេះហើយគឺគាត់អាចជួយចែកចាយបន្តឬក៏គាត់មានកន្លែងណាខុសគាត់អាចជួយ recommend ឬក៏កែតម្រូវនៅក្នុង comment នៃវីដេអូនឹងតែម្ដងអញ្ចឹងអូខេយើងសម្រាប់ exercise ទី6គឺដូចជាអត់មានអីពិបាកហ្នឹងងាយស្រួលជាងគេដែរ